ក្រុមហ៊ុនដដែលនិយាយជាក្រុមហ៊ុនដែលដឹកជញ្ជូនទំនិញដែលពួកគាត់ជាច្រើនគឺផ្ដោតលើការគ្រប់គ្រងដល់អតិថិជនគោលដៅនៅខាងជនបទតាមរយៈការបណ្ដុះបណ្ដាលដែលគ្រប់គ្រងដោយអូស្ត្រាលីមកពួកយើងបានទទួលបានចំណេះដឹងជាច្រើនគំនិតថ្មីដែលពួកគាត់បានផ្ដល់ឲ្យដូចជាការលើកកម្ពស់ស្ត្រីឬក៏ការកាត់បន្ថយថ្លៃដើមក្នុងការដឹករបស់ពួកយើងផងដែរស្គាល់ក្រុមហ៊ុនកាយេហ្នឹងតាមគាត់ចុះបើតំណែងណែនាំយើងពីបែបបត់ការគាត់ដឹកជញ្ជូនអញ្ចឹងហើយតម្លៃទីផ្សារមិនអញ្ចឹងទៅខ្ញុំគិតមើលទៅយកមកវិភាគគឺវាអត់ខុសនឹងទីផ្សារនៅខាងដែលយើងដឹកទៅដឹកដល់កន្លែងហើយនឹងគាត់ដឹកមកដល់វាចំណេញទាំងពេលវេលាដែលយើងនៅលក់ចំណេញតាំងពីលុយកាក់ហើយតាំងពីសុវត្ថិភាពអញ្ចឹងទៅខ្ញុំគិតថាយកអីវ៉ាន់គាត់ប្រើអញ្ចឹងទៅពួកយើងត្រូវការរកអតិថិជនគោលដៅរបស់យើងដែលជាអ្នកលក់ចាប់ហួយនៅតាមតំបន់ជនបទអញ្ចឹងពួកយើងត្រូវការតំណែងសួរនាំព័ត៌មានគាត់ថាគាត់ត្រូវការតំណែងអីខ្លះសួរនាំព័ត៌មានរួចពួកយើងត្រូវការលេខទូរស័ព្ទឬក៏ព័ត៌មានតំណែងរបស់គាត់ដូចជា Facebook ឬក៏អាចលេខ Telegram ដល់ថ្ងៃកំណត់យើងនឹងដឹកទំនិញនឹងជូនគាត់បើសិនជាការនិយាយនៅតែដំណើរការល្អដូចសប្តាហ៍ថ្ងៃនេះប្រហែលជា 3-4 ឆ្នាំទៅមុខទៀតនឹងខ្ញុំអាចបរិយាមុខរបរធំជាងនេះ